បាទខ្ញុំបានប្រើពេលអស់រយៈពេលក្នុងជិត4ម៉ោងក្នុងការជិះម៉ូតូទៅខេត្តកំពង់ចាមដើម្បីទៅចូលរួមពិធីមង្គលការរបស់បងស្រីម្នាក់ដែលនៅខេត្តកំពង់ចាមហើយខ្ញុំបានទៅហើយតែខ្ញុំក៏បានទៅដល់ទៅឃើញកន្លែងអ៊ំស្រីមួយដែលគាត់បានធ្វើនឹងកញ្ចក់ហើយខ្ញុំចាប់អារម្មណ៍ខ្ញុំក៏បានថតដើម្បីក្នុងការទុកមើលខ្លួនឯងផងក៏ដូចជាបានចែកម្លែកទៅដល់បងប្អូនឲ្យបានដឹងពីរបៀបក្នុងការដែលធ្វើកញ្ចក់បែបបុរាណពីមុនធ្វើមកចឹងហើយខ្ញុំបានថតសកម្មភាពខ្លះៗនៅពេលដែលគាត់បានធ្វើហើយខ្ញុំក៏បានចូលសួរគាត់ពីការធ្វើពីមួយដំណាក់កាលទៅមួយដំណាក់កាលហ្នឹងគាត់ធ្វើរៀបចំខ្លះអញ្ចឹងណាហើយដូចដែលបងប្អូនបានឃើញអញ្ចឹងគាត់បានវាយម្សៅបានវាយអីហើយគាត់បានខ្ចប់ដាក់ចូលនៅក្នុងខ្ទោនេះហើយគាត់ដាំទឹកឲ្យពុះខ្លាំងដើម្បីគាត់សកត់រុញឲ្យវាចុះចេញជាកសែនៅក្នុងខ្ទោនោះពេលវាកន្លះតូចតែពេលដែលចេញគាត់ទៅវាចេញជាកសែហើយវានឹងចូលទឹកវាបែកចេញពីគ្នាហើយហ្នឹងខ្ញុំគាត់បានមើលពីក្រោមដែរតែមើលទៅគាត់បានដាក់នោះដូចបងប្អូនឃើញអញ្ចឹងវាចេញជាខ្សែនំចុកមិនបានគ្រាន់មិនសូវដឹងទេហើយគាត់ចេះតែធ្វើតទៅអញ្ចឹងអានេះឲ្យម្សៅគាត់វាយហើយគាត់ធ្វើហ្នឹងក្នុងមួយថ្ងៃគាត់ធ្វើលក់ជាទូទៅបានដូចជាមួយកាឆេតែថ្ងៃហ្នឹងគាត់ថាដូចសារមានបុណ្យភូមិគាត់ធ្វើរៀងច្រើនអញ្ចឹងគាត់ក៏វាយម្សៅបានធនភូមិអញ្ចឹងទៅហើយនេះគាត់បានស្រង់យកទៅបើតាមខ្ញុំចាំបានដូចជាគាត់ស្រង់យកទៅដាក់នៅក្នុងកធន់ហើយគាត់ចាក់ទឹកឲ្យវាត្រជាក់ទៀតបាទឥឡូវគាត់ស្រោះទឹកខ្ញុំស្រោះទឹកហើយគាត់យកទៅចាក់ហើយយ៉ាងនេះគាត់ចេះតែធ្វើតទៅតំណងដែរខ្ញុំលើកទី1បានឃើញគេធ្វើនំបញ្ចុកចឹងតបញ៉ាំម្ដងគាត់ធ្វើហុកមានអីមកតែជាអូនឯងទៅចាំគួយដាក់តដៃទៅទទួលដាក់ដល់ក៏មកទៅនេះមកដល់កន្លែងនេះគាត់បានចាក់ទឹកកញ្ចក់ចូលអាកន្លែងពេលគាត់ស្រង់ហើយទុកថែជានាទីអីបានគាត់ចាប់ផ្ដើមទាញវាទៅជាចង្វាយម្ដុំនេះថាចង្វាយអញ្ចឹងទាញគាត់ធ្វើដោយដៃផ្ទាល់បងប្អូនទាញជាចង្វាយដាក់ទៀបគ្នាមកកាឆេណាហូរដល់ពេញមកកាឆេបានយកឲ្យគេបាទហ្នឹងហើយបងប្អូនហើយបងច្រើនអ្នកយកខ្ញុំក៏មិននិយាយច្រើនដែរហើយចង់ឲ្យបងប្អូនទស្សនារហូតដល់ចប់ដោយសារនៅមានវីដេអូច្រើនទូតទៀតតែខ្ញុំអត់ចង់និយាយច្រើនទេខ្ញុំនឹងទូតបងប្អូនទស្សនាតែម្ដងអូខេយើងកូរទឹកឲ្យវិលបន្ទាប់មកទៀតទស្សបេក្ខជនរបស់យើងត្រៀមហក់អូនហក់ស៊ូai chơi năng thả thiệt này